Nhưng phía trên cứ dương cho chật ta xe cô đau bọc luôn ấy nhé, như không sập hơi như không đã, rồi còn dương hiệp trong thì đồ lì chụp đáo, tha luôn ấy này trong thui ni, trong thui nu, trong rau trồng nô bằng tham, trong thôi ấy bật tham tôi tiết sầm làm chi cam vào dương, rồi còn trong hiền trồng miến mây, rồi còn trong miến pe về lía đầm pe kết ông pi cho sa chi cam bằng tràn chừng một, cái nửa pe đại dương từ mơ cả bài trai pe về lía trăm ngày bao dương nè, cứ dương khơi tha dương ban hiệp trong pe về lía bao dương nắng sầm ráp ca nghe thằng đó nắng này, cứ miến đấy chung ta sẽ bánh hai ở bục lớp, vừa ca nghe cà phê cà bốc, nè, pin một ngày ở liền. PP វេលាដែលនៅសល់សម្រាប់ការងារទាំងអស់នេះគឺដូចជាអត់មានទេហ្នឹងណាអញ្ចឹងខ្ញុំគិតថាការដែលយើងមានគោលបំណងគឺជារឿងមួយប៉ុន្តែនៅពេលដែលយើងបែងចែកពេលវេលាការវិភាគរបស់យើងគឺយើងអត់បានរៀបចំសម្រាប់ការងារទាំងអស់ហ្នឹងសោះអញ្ចឹងគោលដៅទាំងអស់ហ្នឹងវាគ្រាន់តែជាគោលបំណងរបស់យើងទេវាមិនខ្លាចទៅជាអត្ថប្រយោជន៍នោះទេតោះតែយើងចាប់ផ្ដើមរៀបចំថាតើយើងគួរតែធ្វើម៉េចដើម្បីមានពេលវេលាប្រចាំថ្ងៃរបស់យើងក្នុងលើការងារទាំងអស់ហ្នឹងដែរក្នុងបទពិសោធន៍របស់ខ្ញុំគឺខ្ញុំឃើញបញ្ហាមួយនេះញឹកញាប់មែនតើគឺយើងរវល់ខ្លាំងមែនតើមកប្រចាំថ្ងៃណាបញ្ហាគឺថាពេលវេលារបស់យើងនេះគឺយើងបែងចែកទៅលើការងារណាដែលមកមុនគឺយើងធ្វើមុនការងារណាដែលត្រូវការយកចិត្តទុកដាក់ពីយើងភ្លាមបន្តគឺយើងទៅធ្វើពេល by the end of the day យើងមានអារម្មណ៍មួយថាអូយើងធ្វើការងារថ្ងៃហ្នឹងគឺរវល់មែនតើប៉ុន្តែការងារណាដែលទៅជួយការងាររបស់យើងនេះទៅជួយក្រុមការងាររបស់យើងទៅជួយអាជីវកម្មរបស់យើងឲ្យបានទៅមុខហ្នឹងបែរជាជាប់គាំងអត់បានចាប់ដើមតទៅសោះយើងអាចនឹងមាន to do list 1 2 3ដែលយើងត្រូវធ្វើចឹងហើយប៉ុន្តែ to do list ទាំងអស់ហ្នឹងពួកបងប្រាប់យើងថាអីដែលយើងត្រូវធ្វើឯងប៉ុន្តែបើសិនជាយើងអត់បានបែងចែកពេលវេលារបស់យើងអត្ថប្រយោជន៍ការងាររបស់យើងទៅលើការងារទាំងអស់ហ្នឹងទេទាំងអស់ហ្នឹងវាគ្រាន់តែជា to do list ហ្នឹងឯងណាហើយយើងមិនដឹងថាតើការងារទាំងអស់ហ្នឹងយើងអាចធ្វើវាបាននៅពេលណាចាប់ដើមនៅពេលណាហើយវាជាអត្ថប្រយោជន៍នៃការងាររបស់យើងឬក៏អត់អញ្ចឹងណាហើយពាក្យថាអត្ថប្រយោជន៍នេះមិនមែនបានន័យថាគ្រាន់តែយើងសរសេរពាក្យថាសំខាន់នៅក្រៅពីការមួយហ្នឹងទេពាក្យថាអត្ថប្រយោជន៍បានន័យថាយើងជ្រើសរើសការងារមួយដែលយើងគិតថាវាសំខាន់ហើយយើងព្រមទទួលថាការងារផ្សេងទៀតប្រហែលជាវាមិនសូវសំខាន់ទេដែលយើងត្រូវទេឲ្យអ្នកដទៃធ្វើឬក៏វាត្រូវរងចាំធ្វើតាមក្រោយឬក៏ប្រហែលជាយើងនឹងបដិសេធក្នុងការធ្វើវាបើសិនជាការងារទាំងអស់ដែលយើងបានរៀបចំនៅក្នុង to do list របស់យើងសិតតែជាការងារអត្ថប្រយោជន៍បានន័យថាយើងអត់ទាន់ជ្រើសរើសការងារអត្ថប្រយោជន៍ឲ្យចំព្រោះនៅពេលដែលយើងជ្រើសរើសការងារមួយដែលជាការងារអត្ថប្រយោជន៍ដែលយើងគិតថាវាសំខាន់ក្នុងការជួយទៅដល់អាជីវកម្មជួយទៅដល់យើងបានន័យថាយើងបានបែងចែកពេលវេលាច្បាស់លាស់ទៅលើវាការសិក្សាមួយចំនួនណាបានបង្ហាញថានៅពេលដែលយើងបំលែងពីគោលបំណងរបស់យើងនេះឲ្យទៅជាសកម្មភាពវាជាកត្តាក្នុងការរុញច្រានគោលដៅរបស់យើងនឹងឲ្យទៅបានជោគជ័យយើងត្រូវកំណត់ថាតើយើងត្រូវធ្វើអ្វីនៅពេលណាបរិបទបែបណាអូខេឲ្យបានច្បាស់លាស់វាងាយនឹងខ្លាចទៅជាសកម្មភាពដែលយើងនឹងធ្វើវាជាជាងគ្រាន់តែយើងនិយាយថាអូខ្ញុំនឹងធ្វើវានិយាយឲ្យសាមញ្ញបានន័យថាអ្វីមួយដែលសំខាន់គឺវាត្រូវការពេលវេលាបានច្បាស់លាស់ក្នុងការធ្វើវាមិនមែនគ្រាន់តែយើងនិយាយថាវាជាគោលបំណងតែប៉ុណ្្នឹងទេឧទាហរណ៍ថាមានម្ចាស់អាជីវកម្មម្នាក់ចាស់គាត់មានគោលដៅមួយនៅក្នុងខែនេះថាខែនេះខ្ញុំចង់រៀបចំធ្វើម៉េចដើម្បីអតិថិជនចាស់របស់ខ្ញុំនេះគាត់ត្រឡប់មកទិញផលិតផលនិងប្រើប្រាស់សេវាកម្មរបស់ជាងឡើងវិញអញ្ចឹងបើយើងស្ដាប់មើលទៅគោលដៅនេះជាគោលដៅល្អហើយហ្នឹងហើយប៉ុន្តែពេលយើងទៅមើលការបែងចែកពេលវេលានិងការរៀបចំការងាររបស់គាត់នៅក្នុងខែហ្នឹងណាយើងបែរជាអត់មានឃើញពេលវេលាណាដែលគាត់ទៅឆែកមើលថាមតិយោបល់របស់អតិថិជនហ្នឹងវាយ៉ាងម៉េច feedback របស់គាត់យ៉ាងម៉េចអូខេការតាមដានអតិថិជនក្រោយការលក់ហ្នឹងរបៀបម៉េចអូខេការរៀបចំយុទ្ធសាស្ត្រដើម្បីតាក់ទាញក៏អត់មានពេលទៅមើលទៅឃើញគាត់ចំណាយពេលរបស់គាត់នេះភាគច្រើនគឺស្ថិតតែរឿងឆ្លើយតបភ្ញៀវអូខេធ្វើទីផ្សារលក់ឲ្យភ្ញៀវថ្មីរៀបចំការដឹកជញ្ជូនអូខេមិនរឿងហ្នឹងមិនសំខាន់ទេប៉ុន្តែនៅពេលដែលយើងគិតថាអូខេគោលដៅរបស់យើងកន្លែងនេះវាសំខាន់វាទាមទារឲ្យយើងនេះត្រូវរៀបចំពេលវេលាដើម្បីកំណត់អំពីសកម្មភាពទាំងអស់ហ្នឹងក្នុងការធ្វើវាប៉ុន្តែនៅពេលដែលយើងសូម្បីតែ1ម៉ោងអូខេប្រចាំថ្ងៃរបស់យើងក៏យើងមិនបានរៀបចំដើម្បីកំណត់លើការងារទាំងអស់ហ្នឹងវាដូចគ្រាន់តែថាវាគ្រាន់តែជាគោលបំណងតែយើងអត់មានសកម្មភាពណាដើម្បីទៅរុញច្រានគោលបំណងទាំងអស់ហ្នឹងឲ្យខ្លាចទៅជាការពិតណាកន្លែងនេះគឺខ្ញុំចង់និយាយហ្នឹងហើយអញ្ចឹងសម្រាប់ម្ចាស់អាជីវកម្មមួយហ្នឹង
ដល់ចុងខែគឺអ្វីដែលគាត់ដាក់គោលដៅហ្នឹងគឺអត់បានសម្រេចនោះទេព្រោះអីគាត់បានបែងចែកពេលវេលាគាត់បានរៀបចំcalendar របស់គាត់កាលវិភាគរបស់គាត់ដើម្បីធ្វើការងារហ្នឹងជាប្រចាំថ្ងៃដើម្បីរុញច្រានការងារហ្នឹងឲ្យទៅមុខគឺអត់មានទេហ្នឹងហើយអញ្ចឹងចុងក្រោយគោលដៅទាំងអស់ហ្នឹងគឺគ្រាន់តែជាគោលដៅទេបែរជាការងារដែលបន្តទាំងប្រមាណដែលយើងធ្វើការប្រចាំថ្ងៃហ្នឹងយកមកធ្វើការងារជំនួសឲ្យការរៀបចំផែនការសកម្មភាពរបស់យើងប្រចាំថ្ងៃតែម្ដងអញ្ចឹងណាចឹងថ្ងៃនេះខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាពីវិធីសាមញ្ញមួយនេះហ៎ដែលខ្ញុំគិតថាវាអាចជួយដោះស្រាយបញ្ហារបស់អ្នកទាំងអស់គ្នាបានដែរខ្ញុំហៅវាថា1 2 3 1 framework ហ្នឹងហើយអញ្ចឹងវាមាន4ដំណាក់កាលដំណាក់កាលទី1គឺ1ហ្នឹងគឺអីគឺការដែលយើងត្រូវកំណត់លទ្ធផលមួយប្រចាំសប្តាហ៍របស់យើងណាហើយពាក្យថាលទ្ធផលកន្លែងនេះមិនមែនជាការរៀបចំជាសកម្មភាពទេមិនមែនសកម្មភាព10មុខហើយយើងហៅថាវាជាលទ្ធផលទេគឺយើងរើសតែលទ្ធផលមួយទេហើយបើសិនជាលទ្ធផលមួយនឹងសម្រេចគឺយើងនឹងមានអារម្មណ៍មួយក្នុងសប្តាហ៍ហ្នឹងហ្មងថាការងាររបស់យើងកន្លែងហ្នឹងគឺទៅមុខហើយឧទាហរណ៍ថាដូចខ្ញុំនិយាយមិញហ្នឹងគោលដៅរបស់យើងគឺយើងចង់រៀបចំវិធីសាស្ត្រដើម្បីទាក់ទាញអតិថិជនចាស់មកវិញអញ្ចឹងណាអញ្ចឹងលទ្ធផលសប្តាហ៍ទី1ដែលយើងចង់បានគឺរៀបចំនិងតាមដានគេអតិថិជនចាស់របស់យើងនេះដើម្បីកំណត់ឲ្យឃើញថាតើយើងគួរតែរៀបចំវិធីសាស្ត្របែបណាដែលអាចទាក់ទាញពួកគាត់ត្រឡប់មកវិញអូខេឲ្យត្រឹមថ្ងៃសុក្រនេះអញ្ចឹងដល់ពេលដែលយើងរៀបចំលទ្ធផលបែបហ្នឹងកំណត់លទ្ធផលមួយបែបហ្នឹងឲ្យច្បាស់គឺបានថាម៉េចយើងស្ដាប់ទៅគឺយើងច្បាស់ថាយើងត្រូវធ្វើអីហើយចប់នៅពេលណាហើយលទ្ធផលដែលចេញមកគឺបែបណាអូខេអញ្ចឹងអាហ្នឹងឯងដែលខ្ញុំចង់និយាយថាកំណត់លទ្ធផលមួយប្រចាំសប្តាហ៍ដើម្បីរុញច្រានអូខេគោលដៅរបស់យើងឲ្យទៅមុខបានហ្នឹងគឺចំណុចទី1ចំណុចទី2វិញអូខេពេលខ្ញុំនិយាយ1 2 3 1 framework ហ្នឹងហើយអាទី2ដែលជាលេខ2នេះគឺបានថាកំណត់ពេលវេលាឲ្យបាន2ដងប្រចាំសប្តាហ៍ដើម្បីផ្ដោតការងាររបស់យើងផ្ដោតពេលវេលារបស់យើងទៅធ្វើលើការងារមួយហ្នឹងវាអាចនឹង60នាទីវាអាចនឹង90នាទីវាអាចនឹង2ម៉ោងអីហ្នឹងទៅជាបទពិសោធន៍របស់ខ្ញុំណាជាទូទៅទៅពេលដែលខ្ញុំរៀបចំការបែងចែកពេលវេលាខ្ញុំគិតថាយកដឹងថាអ្នកនរគ្នាមានបទពិសោធន៍ដូចខ្ញុំទេពេលខ្លះការងារមួយហ្នឹងយើងរៀន underestimate ពេកយើងគិតថាយើងមើលងាយលើការងារហ្នឹងពេកណាអញ្ចឹងយើងកំណត់ថាយើងធ្វើតែម្ដងហ្នឹងហើយប៉ុន្តែអត់ទេការងារខ្លះត្រូវការជាបទពិសោធន៍របស់ខ្ញុំទេភាគច្រើនគឺយើងត្រូវការយ៉ាងហោចណាស់2ដងដែរដើម្បីធ្វើការងារហ្នឹងឲ្យបានទៅមុខអញ្ចឹងណាអញ្ចឹងកន្លែងទី2នេះបានន័យថាយើងត្រូវកំណត់ពេលវេលារបស់យើងក្នុងសប្តាហ៍ហ្នឹងឲ្យបាន2ដងក្នុងការរៀបចំក្នុងការទៅធ្វើវាលើវាឧទាហរណ៍ថាលើកទី1អូខេ90នាទីនៅថ្ងៃអង្គារអញ្ចឹងទៅបន្ទាប់មកទៀតរយៈពេល90នាទីទៀតនៅថ្ងៃពហុអីចឹងទៅហ្នឹងហើយអញ្ចឹងដល់ពេលដែលយើងរៀបចំពេលវេលាបានច្បាស់លាស់នៅម៉ោងណាហ្នឹងវាបានបង្ហាញអំពីការគិតគូររបស់យើងនេះអូខេថាយើងនឹងធ្វើវានៅពេលណាហើយយើងចាប់ផ្ដើមដាក់រនាំងការពារកុំឲ្យការងារផ្សេងហ្នឹងមកប៉ះពាល់ទៅដល់ម៉ោងការងាររបស់យើងទៅលើរឿងមួយហ្នឹងទី3ហ្នឹងឯគេវិញទី3គឺយើងកំណត់សកម្មភាពគ្រប់គ្រងអូខេឲ្យបាន3ដើម្បីជំរុញឲ្យលទ្ធផលមួយដែលយើងបានកំណត់ហ្នឹងឲ្យបានសម្រេចអញ្ចឹងខ្ញុំសូមលើកឧទាហរណ៍មុនដែរណាមិញហ្នឹងយើងនិយាយថាលទ្ធផលដែលយើងចង់បានមិញហ្នឹងគឺអីគេរៀបចំតាមដានអតិថិជនចាស់ដើម្បីកំណត់វិធីសាស្ត្រក្នុងការទាក់ទាញពួកគាត់ឲ្យត្រឡប់មកទិញអីវ៉ាន់ឬក៏ប្រើប្រាស់ផលិតផលរបស់យើងមកវិញអញ្ចឹងហ៎អញ្ចឹងដើម្បីធ្វើអាហ្នឹងបានតើយើងត្រូវតែមានសកម្មភាពអីគេខ្លះទី1អញ្ចឹងអូខេយើងបបែកវាទៅជា3សកម្មភាពទៅអញ្ចឹងទី1យើងត្រូវធ្វើម៉េចដើម្បីកំណត់វិធីសាស្ត្រក្នុងការប្រមូល feedback ពីអតិថិជនរបស់យើងទៅសិនត្រូវអត់ហ្នឹងហើយនោះសកម្មភាពទី1សកម្មភាពទី2គឺយើងឲ្យបុគ្គលិករបស់យើងនេះអូខេក្រុមការងាររបស់យើងគឺយើងផ្ទាល់ហ្នឹងទៅប្រមូលអូខេយកវិធីសាស្ត្រទៅធ្វើដើម្បីទៅប្រមូល feedback ពីអតិថិជនហើយយើងគិតទៀតថាតើអតិថិជនប៉ុណ្ណាដែលសមរម្យដើម្បីយើងយកទិន្នន័យទាំងអស់ហ្នឹងដើម្បីយកមកប្រើប្រាស់បានអញ្ចឹងយ៉ាងហោចណាស់ឲ្យបាន20អ្នកអីចឹងទៅត្រឹមថ្ងៃពុធអីចឹងទៅទី3អូខេបានយើងទៅវិភាគទិន្នន័យទាំងអស់ហ្នឹងអូខេអង្គុយវិភាគទិន្នន័យទាំងអស់ហ្នឹងដើម្បីកំណត់ថាតើវិធីសាស្ត្រមួយណាដែលយើងនឹងយកទៅប្រើប្រាស់នៅសប្តាហ៍ក្រោយទៀតហ្នឹងហើយអញ្ចឹងយើងកំណត់3សកម្មភាពហ្នឹងដើម្បីរុញច្រានលទ្ធផលដែលយើងចង់ធ្វើហ្នឹងឲ្យបានទៅមុខអញ្ចឹងដល់ពេលយើងបបាយសកម្មភាពហ្នឹងហើយយើងដឹងថាតើសកម្មភាពណាយើងត្រូវធ្វើនៅពេលណាសកម្មភាពណាយើងត្រូវរុញទៅណាគេធ្វើឬក៏សកម្មភាពណាដែលយើងត្រូវធ្វើចុងក្រោយគេដើម្បីរុញច្រានការងារហ្នឹងឲ្យបានមានប្រសិទ្ធភាពចុះចុងក្រោយមួយហ្នឹងឯគេវិញ1 2 3 1ហ្នឹងហើយព្រោះយើងស្ដាប់ហ្នឹង1 2 3នោះជាគ្រប់គ្រាន់ហើយចុះវាមានមួយមកពីណាមួយហ្នឹងគឺការដែលយើងត្រូវជ្រើសរើសអ្វីមួយការងារណាមួយដែលយើងអាចទេឬក៏យើងអាចនឹងធ្វើបានហើយកន្លែងនេះក៏ជាចំណុចមួយដែលមនុស្សជាច្រើនគាត់មើលរំលងដែរព្រោះយើងត្រូវចាំចេះ
នៅពេលដែលយើងទទួលនៅការងារអ្វីមួយដែលថ្មីសម្រាប់ខ្លួនឯងណាគឺបានន័យថាវាមិនមែនគ្រាន់តែជាការងារប៉ុន្តែវាជាការដោះដូរដូចគ្នាដែរដោះដូរជាមួយនឹងពេលវេលាដែលយើងបានចំណាយក្នុងការធ្វើអ្វីមួយផ្សេងទៀតហើយអត់អញ្ចឹងបើសិនជាយើងបន្ថែមការងារវាមិនមែនបានន័យថាវាបន្ថែមពេលវេលាព្រោះពេលវេលារបស់យើង24ម៉ោងនៅតែ24ម៉ោងដដែលទេប៉ុន្តែទំហំការងាររបស់យើងវាកើនឡើងអញ្ចឹងនៅពេលដែលយើងរៀបចំការងារអ្វីមួយដែលយើងគិតថាវាមានអត្ថប្រយោជន៍វាសំខាន់សម្រាប់យើងហើយយើងយកវាមកយើងក៏ត្រូវគិតគូរដែរថាតើមានការងារណាដែលយើងអាចពន្យាទៅបានយើងអាចផ្ទេរទៅបានឬក៏យើងអាចនឹងឈប់ធ្វើវាហ្នឹងហើយដែលខ្ញុំហៅវាថាជាវិធីសាស្ត្រ1 2 3 1ណាលទ្ធផល1ពេលវេលា2កិច្ចការគ្រប់គ្រង3និងកិច្ចការ1ដែលយើងនឹងត្រូវដកចេញឬក៏យើងត្រូវផ្ទេរទៅឲ្យអ្នកផ្សេងក្នុងការធ្វើវាបន្តមកទៀតប្រហែលជាបងប្អូនអាចនឹងគិតដែរថាអាទាំងអស់នេះវានិយាយវាស្រួលទេហ្នឹងហើយការរៀបចំការអីវាស្រួលប៉ុន្តែការដែលយើងប្រកបអាជីវកម្មការដែលយើងធ្វើការប្រចាំថ្ងៃវាមិនមែនអញ្ចឹងទេពេលខ្លះការងារធ្លាក់មកពីលើមេឃហ្នឹងគេការងារខ្លះវាបន្ទាន់អញ្ចឹងយើងមិនដឹងថាត្រូវធ្វើអាណាទុកអាណាអីចឹងទៅកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនសួរខ្លួនឯង3សំណួរនៅពេលដែលមានការងារថ្មីចូលមកណាថាតើការងារមួយហ្នឹងវានឹងរុញច្រានលទ្ធផលដែលយើងចង់បានប្រចាំសប្តាហ៍របស់យើងឲ្យទៅមុខអត់ហេទី2តើការងារមួយហ្នឹងវាចាំបាច់តោះតែយើងខ្លួនឯងទៅធ្វើផ្ទាល់បានអត់ហេទី3តើការងារមួយហ្នឹងបើសិនជាយើងយល់ព្រមក្នុងការធ្វើវានៅក្នុងពេលហ្នឹងក្នុងថ្ងៃហ្នឹងក្នុងសប្តាហ៍មួយហ្នឹងតើយើងនឹងត្រូវដោះដូរជាមួយនឹងពេលវេលារបស់យើងទៅធ្វើលើការងារណាផ្សេងទៀតអត់ហើយសំណួរទាំងអស់នេះមិនមែនបានន័យថាយើងត្រូវតែបដិសេធការងារណាដែលមិនត្រូវនៅក្នុងគោលដៅរបស់យើងប្រចាំសប្តាហ៍ប្រចាំខែប្រចាំថ្ងៃយើងត្រូវតែដកចោលអត់អញ្ចឹងទេសំណួរទាំងអស់នេះគឺគ្រាន់តែជួយឲ្យបងប្អូននេះអូខេទៅគិតនេះមកវិញថាដើម្បីថ្លឹងថ្លែងថាតើការងារមួយនឹងសំខាន់ក្នុងកម្រិតណាដែលត្រូវឲ្យយើងនេះត្រូវធ្វើវាឬក៏យើងត្រូវទុកវាសិនហ្នឹងហើយអញ្ចឹងវាជួយឲ្យបងប្អូនក្នុងការធ្វើការសម្រេចចិត្តឲ្យមានប្រសិទ្ធភាពល្អជាងមុនតែប៉ុណ្្នឹងទេអញ្ចឹងណាអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនដែលកំពុងតែមានបញ្ហាក្នុងការកំណត់គោលដៅអត្ថប្រយោជន៍អីផ្សេងណានេះគឺជា challenge ដែលខ្ញុំចង់ដាក់ទៅទាំងអស់គ្នាដែលមើលវីដេអូមួយនេះសាកល្បងកំណត់លទ្ធផលណាមួយអូខេដែលបងប្អូនចង់បានពីអាជីវកម្មឬក៏ personal ខ្លួនឯងនៅក្នុងសប្តាហ៍មួយនេះហើយនៅចុងសប្តាហ៍បងប្អូនទៅប្រៀបធៀបថានៅពេលដែលបងប្អូនកំណត់ហើយហ្នឹងតើវាបានទៅមុខអត់អូខេបងប្អូនប្រៀបធៀបអំពីសកម្មភាពដែលបងប្អូនបានកំណត់ជាមួយនឹងការបែងចែកពេលវេលារបស់បងប្អូនទៅលើនៅក្នុងសប្តាហ៍មួយហ្នឹងទៅលើការងារទាំងអស់ហ្នឹងហើយយើងមើលថាតើយើងមានបានបែងចែករៀបចំសកម្មភាពរបស់យើងហ្នឹងដើម្បីជំរុញលទ្ធផលឲ្យបានទៅមុខអត់អញ្ចឹងណាព្រោះ by the end of the day ចុងក្រោយហ្នឹងគឺវាអញ្ចេះទេពាក្យថាអត្ថភាពវាមិនស្ថិតនៅលើពាក្យដែលយើងនិយាយទេវាស្ថិតនៅលើពេលវេលាដែលយើងបែងចែកក្នុងការទៅធ្វើវានោះហើយដែលជាអត្ថភាព